ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់រូបមន្តសាំនិងរូបមន្តសាំប្រដាប់បាទតើវាមានភាពខុសគ្នាកន្លែងណាខ្លះបាទតើតើទៅនឹងការប្រើប្រាស់គឺវារកតម្លៃសរុបដូចគ្នាបាទរូបមន្តសាំក៏យើងរកតម្លៃសរុបឃើញ$44ហើយសាំប្រដាប់ក៏ឃើញ$44ដូចគ្នាប៉ុន្តែគាត់របៀបគណនាវាខុសគ្នាបាទអញ្ចឹងអ្នកនរគ្នាអាចតាមដានវីដេអូនេះបានថាវាខុសគ្នាបែបណាខ្លះបាទទីមួយតើតើរូបមន្តសាំបាទរូបមន្តសាំដើម្បីរកតម្លៃសរុបបានគឺអ្នកនរគ្នាត្រូវតែគុណវាម្ដងមួយសិនយើងយកតម្លៃគុណនឹងចំនួនបាទអញ្ចឹងយើងត្រូវគុណមួយសិនដើម្បីគុណដល់សញ្ញាស្មើហើយយើងចាប់យកតម្លៃ$4គុណសញ្ញាផ្កាយគុណនឹងចំនួន3បាទអញ្ចឹងមានន័យថាផលិតផល A ហ្នឹងគឺតម្លៃរបស់វាតម្លៃសរុបគឺ$12ហើយអ្នកនរគ្នាចង់រកតម្លៃសរុបផលិតផល B C D អ្នកនរគ្នាគ្រាន់តែទាញវាចុះក្រោមមកបាទវានឹងរកតម្លៃសរុបតាមប្រភេទផលិតផលមួយអញ្ចឹងយើងបានតម្លៃសរុបមួយហើយអញ្ចឹងទៅពេលអ្នកនរគ្នាចង់ total សរុបទាំងអស់បាទគឺយើងត្រូវតែរូបមន្តសាំបាទស្មើសាំមកបាទសាំហើយអ្នកនរគ្នាសរុបនេះសរុបតម្លៃ total ខាងលើហ្នឹងបាទយើងសរុប total ខាងលើហើយបិទវងចូល enter មកអញ្ចឹងយើងឃើញតម្លៃ$44បាទហ្នឹងគឺលក្ខណៈប្រើប្រាស់រូបមន្តសាំបាទហើយទៅដល់សាំ product អត់ទេសាំ product អ្នកនរគ្នាចង់រកតម្លៃសរុបឃើញ$44នេះគ្នាប៉ុន្តែយើងអត់ត្រូវការ total នេះទេបាទទោះបីយើងលុប total នេះចេញក៏យើងរកតម្លៃឃើញអញ្ចឹងអ្នកនរគ្នាក៏ស្មើហើយដាក់រូបមន្តសាំ product មកបាទសាំ product អ្វីទី1 array ទី1នេះអ្នកនរគ្នាគាត់ select ជួឈរតម្លៃទី1បាទជួឈរចំនួនបាទតែប៉ុណ្្នឹងហើយគាត់បិទវងចូល enter មកបាទអញ្ចឹងយើងរកតម្លៃសរុបឃើញ$44នេះគ្នាបាទអញ្ចឹងមានន័យថាសាំ product នេះយើងរកតម្លៃសរុបមិនបាច់ចាំមាន total ទេបាទអត់ចាំបាច់មាន total លុប total ចេញក៏បានដែរណាគឺមានន័យថាយើងគណនាដីជួឈរតម្លៃនិងជួឈរចំនួនតែបើសាំអត់ទេសាំតើយើងគណនាឲ្យបាន total មួយសិនហើយបានយើងបូកវាមិនសាទៀតណាបាទអញ្ចឹងសរុបមកគឺសាំនិងសាំប្រដាប់យើងរកតម្លៃបូកតម្លៃសរុបដូចគ្នាប៉ុន្តែរបៀបគណនាវាខុសគ្នាបាទអញ្ចឹងអ្នកទាំងនេះចង់ប្រើប្រាស់រូបមន្តមួយណាក៏បានដែរប៉ុន្តែដូចក្នុងវិក័យប័ណ្ណយើងទិញអីវ៉ាន់ផ្សេងៗគឺគេត្រូវតែដាក់ total ចេះដើម្បីឲ្យឃើញចំនួនសរុបរបស់តម្លៃមួយសិនណាបាទហើយបើសាំប្រដាប់យើងរកតម្លៃសរុបប៉ុន្តែគាត់មានអានេះ total នេះអញ្ចឹងវាអត់សូវ detail ណាបាទពីច្រើនគេចូលចិត្តដាក់ total មួយសារឲ្យបានគេបូកទៀតដើម្បីអីឲ្យ detail ឃើញពីសរុបមួយបាទអញ្ចឹងដាក់ total មកវាងាយស្រួលមើលទេបាទគាត់ថាគេមានរូបមន្តជំនួសយើងរកតម្លៃឃើញដូចគ្នាណាបាទអញ្ចឹងមានប៉ុណ្្នឹងទេបាទវីដេអូចាំលេខខ្លីៗបាទសូមអរគុណ